អរគុណលោកម្ចាស់ដែលបានជួយសង្គ្រោះខ្ញុំ Kunal Lekunan ខ្ញុំបានប្រាប់អ្នករឿងនេះម្ដងហើយម្ដងទៀតគ្រោះមហន្តរាយដ៏ធំដែលបានកើតឡើងចំពោះគ្រួសារនេះត្រូវបានតែងតាំងដោយស្ថានសួគ៌មិនគួរពេញចិត្តនឹងការប្រឆាំងនឹងវាសនាដោយបង្ខំនោះទេមានតែសេចក្តីស្លាប់ទេដែលត្រូវបានគោរពវាដោយសារតែយើងមិនអាចទ្រាំទ្រមើលកូនចៅរបស់យើងរងទុក្ខវេទនាបែបនេះបានត្រកូលទាំងមូលរបស់ពួកគេត្រូវបានបំផ្លាញចោលអ្នកបានដើរតាមខ្ញុំក្នុងការអនុវត្តខាងវិញ្ញាណរបស់ខ្ញុំអស់រយៈពេល100ឆ្នាំដោយឃើញថាគុណសម្បត្តិបានពេញលេញហើយអន្តភាពស្ថិតនៅក្នុងដៃវាជាការអាណិតឥឡូវនេះខ្ញុំក៏មិនអាចជួយសង្គ្រោះអ្នកដែរខ្ញុំមិនស្វែងរកអន្តភាពទេខ្ញុំសូមអង្វរលោកម្ចាស់ឲ្យពិចារណា2ឆ្នាំនៃការដោះលែងរបស់ខ្ញុំសូមជួយខ្ញុំបង្កើតគ្រួសារមួយហើយឆ្លងកាត់គ្រោះមហន្តរាយដ៏ធំនេះផងប្រកាសជានឹងមានកូនចៅរបស់ខ្ញុំដែលបង្កើតគ្រួសារគ្រោះមហន្តរាយដ៏ធំដែលបានកើតឡើងចំពោះគ្រួសារនេះត្រូវបានតែងតាំងដោយស្ថានសួគ៌ទោះបីជាខ្ញុំក៏ដោយក៏អ្នកមិនអាចប្រឆាំងនឹងវាសនាបានដែរលោកគ្រូអ្នកជាទេពធីតារាជ្វង្សតារាបណាអ្នកអាចស្នាក់នៅលេខរយៈពេល3ឆ្នាំប៉ាងលីជាដោះស្រាយភាពច្របូកច្របល់លីជានៅតែមានសង្ឃឹមបន្តិចសូមជួយខ្ញុំផងព្រះអង្គម្ចាស់រីតិយាតអ្នកធ្លាប់ប្រាប់ខ្ញុំគាត់គ្រាន់តែត្រូវការយកឈ្នះលើទុក្ខវេទនាមួយបន្ថែមទៀតដើម្បីឡើងទៅឋានៈអមតៈឥឡូវនេះចៅនៃគ្រួសារមានសិទ្ធិបន្សាបអំពើបាបហើយប្រែក្លាយវាទៅជាបណ្ដាសាថបានបញ្ជាឲ្យគាត់ជួយអ្នកឆ្លងកាត់រាជវង្សឈិនដើម្បីជាប្រយោជន៍ដល់អ្នកដើម្បីបង្កើតគ្រួសារនិងកូនចៅពួកគេហ៊ានរៀបចំផែនការប្រឆាំងនឹងអ្នកមិនហ៊ានទេប៉ុណ្ណឹងហើយប្រសិនបើខ្ញុំមិនបំផ្លាញបំណងប្រាថ្នារបស់អ្នកទេខ្ញុំខ្លាចថាការលងស្នេហ៍របស់អ្នកនឹងមិនបាត់ទៅណាទេមិនអាចកើតជាថ្មីបានទេខ្ញុំសន្យានឹងអ្នកលោកគ្រូអ្នកគ្រាន់តែត្រូវយកខ្សែត្បូងធ្មេញនេះទៅឲ្យគ្រួសារលីប៉ុណ្ណោះលីជានឹងចាត់ទុកអ្នកដូចជាទាហានកម្ពុជាម្នាក់ការគោរពនិងការគោរពបូជា3ឆ្នាំក្រោយមកតារាបណាលីចេនសៀវអាចរៀបការជាមួយម្ចាស់របស់គាត់បានគ្រួសារលីរបស់លោកម្ចាស់លីវនឹងរីកចម្រើនអស់ជាច្រើនជំនាន់នៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះរហូតដល់អាណត្តិ3ឆ្នាំត្រូវបញ្ចប់កាលពី3ឆ្នាំមុនខ្ញុំបានបង្កើតផ្លូវកាត់សម្រាប់លេជាឥឡូវនេះវាស្ថិតនៅលើគែមនៃការដួលរំតារាបណាយើងរងចាំរយៈពេល3ថ្ងៃនេះគ្រោះមហន្តរាយដ៏ធំនៃការបង្កើតគ្រួសារអាចត្រូវបានជៀសវាងការធ្វើដំណើររលូនពីបុយភាពនឹងស្ថិតស្ថេរជារៀងរហូតគ្មានផ្លូវទេស៊ីលីខ្ញុំមិនបាននៅផ្ទះពេញមួយយប់ទេអ្នកគ្រាន់តែរងចាំខ្ញុំនៅខាងក្រៅតើចរិតគ្រប់គ្រងរបស់អ្នកពិតជាខ្លាំងមែនទេលោកគ្រូវ័យក្មេងលីអ្នកពិតជាមិនដឹងពីរបៀបសុភាពរៀបសារជាមួយស្ត្រីទេអេលីសាឥឡូវនេះប្រជាជនយ៉ាងចេញទាំងមូលបានដឹងហើយលីជាបានចិញ្ចឹមកូនក្រមុំក្មេងម្នាក់សម្រាប់អ្នកគាត់ជាស្ត្រីជនបទម្នាក់ដែលចុះមកពីភ្នំជ្រៅទីបំផុតខ្ញុំបានជួបគាត់នៅថ្ងៃនេះខ្ញុំមើលថាអ្នកនឹងជាប់ពាក្យក្នុងរយៈពេល3ថ្ងៃទៀតលីសាហេតុអ្វីបានជាអ្នកមិនចុះពីឡានហើយទៅជាមួយគូដណ្ដឹងរបស់អ្នកបុរសជនបទម្នាក់ដែលធ្លាប់ស្នាក់នៅផ្ទះខ្ញុំតើមានប្រយោជន៍អ្វីក្នុងការនៅជាមួយខ្ញុំតាមដោះរយៈពេល1000ឆ្នាំខ្ញុំត្រូវបានរងទុក្ខជាយូរមកហើយដោយអារម្មណ៍ទាំង7និងបំណងប្រាថ្នាខ្ញុំបានធ្វើដំណើរជុំវិញពិភពលោកកាលពី100ឆ្នាំមុនស្ត្រីច្រើនតែពឹងផ្អែកលើបុរសខ្ញុំគិតថានេះគួរតែជារបៀបដែលវាលវាងបុរសនិងស្ត្រីអស់រយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំបានអត់អន់គ្រប់បែបយ៉ាងចង់ដឹងថាអារម្មណ៍នេះជាអ្វីទេឆ្លងកាត់ស្ថានភាពនេះរួចមិនអីទេ3ថ្ងៃទៀតនឹងមិនមានអ្វីខុសគ្នាទេតោះទៅផ្ទះញ៉ាំអាហារពេលល្ងាចអាហាររួចរាល់ហើយស៊ីលីឯងគ្មានខ្មាស់អៀនទេអ្នកដឹងច្បាស់ណាស់ថាបងប្រុសឆេនឈៀវបានចំណាយពេលពេញមួយយប់ពួកគេទាំងអស់គ្នាបានស្នាក់នៅជាមួយខ្ញុំតើអ្នកនឹងធ្វើអ្វីដោយស្នាក់នៅលីជាជប់រំខានខ្ញុំដូចជាសម្រាមទៀតទៅតើវាមិនអីទេបើអ្នកធ្វើបែបនេះដើម្បីលុយគ្រាន់តែដាក់ឈ្មោះលេខ1ហើយខ្ញុំនឹងឲ្យវាទៅអ្នកភ្លាមមាននរណាម្នាក់បានអូសខ្ញុំទៅផ្ទះចាស់របស់ខ្ញុំប្រសិនបើខ្ញុំចាក់ចេញពីលីជាគ្រោះមហន្តរាយដ៏ធំមួយនឹងកើតឡើងចំពោះយើងស្រមកតើអ្នកគិតថាអ្នកជានរណាលោកក៏បានជួយគ្រួសារមួយទៀតឲ្យជៀសវាងគ្រោះមហន្តរាយហេតុអ្វីបានជាអ្នកមិនគ្រាន់តែនិយាយថាអ្នកជាទេវតាអ្នកចង់ស្នាក់នៅទីនេះតើពួកគេអាចនិយាយកុហកបែបនេះដោយរបៀបណាខ្ញុំប្រាប់អ្នកទោះបីជាយើងបានភ្ជាប់ពាក្យ3ថ្ងៃក្រោយមកក៏ដោយខ្ញុំនឹងមិនសូម្បីតែសម្លឹងមើលអ្នកឡើយទើចដែលអ្នកចង់បានខ្ញុំនឹងផ្ដល់សេរីភាពដល់អ្នកក្នុងរយៈពេល3ថ្ងៃតើលោកគ្រូលីអាចរកលុយបានប៉ុន្មានពីបងប្រុសចេនសៀវបាញ់កាំភ្លើងមួយដើមតើអ្នកគិតថាអ្នកជានរណាបែងហ៊ានវាយខ្ញុំថ្ងៃមុនឈប់ទៅ
តើអ្នកធ្វើអ្វីឈប់ការលក់ដោយផ្ទាល់អ្នកមិនបានត្រឡប់មកផ្ទះវិញពេញមួយយប់ទេកម្លាំងបានរងចាំអ្នកនៅក្នុងបន្ទប់ទទួលភ្ញៀវពេញមួយយប់វាមិនអីទេប្រសិនបើអ្នកមិនដឹកនាំផ្លូវឲ្យអ្នកដទៃមានវាដែរចាត់វិធានការដោយផ្អែកលើកម្លាំងប៉ាជាអ្នកដែលបានចាប់ផ្ដើមវាគឺស៊ីលីដូច្នេះវាមិនចម្លែកទេដែលយីមីនបានធ្វើវាពូខ្ញុំគ្រាន់តែសួរសុខទុក្ខស៊ីលីប៉ុណ្ណោះគាត់ទះខ្ញុំដោយគ្មានហេតុផលអ្នកត្រូវតែក្រោកឈរឡើងជំនួសខ្ញុំមានរឿងអ្វីជាមួយផ្លែពេគាត់សុំនឹងទទួលបានការវាយដំអ្នកពូអើយឯងបានឃើញទាំងអស់ហើយមែនទេគាត់រវល់ហើយឆ្លើយណាស់តើខ្ញុំអាចមានភាពស័ក្តិសមជាឆេនឈៀវយ៉ាងដូចម្តេចអ្នកគួរតែទាត់គាត់ចេញភ្លាមដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ព្រះមហាក្សត្រស៊ីលីអ្នកត្រូវសុំទោសយីយីនៅលើនេះសិស្សរបស់ខ្ញុំមិនស្វែងរកអន្តភាពទេគ្រាន់តែសួរលោកម្ចាស់សូមជួយខ្ញុំផងដោយសារតែខ្ញុំបានបម្រើលោកអស់រយៈពេលជាច្រើនឆ្នាំការបង្កើតគ្រួសារនិងការរួចផុតពីគ្រោះមហន្តរាយដ៏ធំមួយប្រកាសជានឹងមានកូនចៅរបស់ខ្ញុំដែលបង្កើតគ្រួសារប្រសិនបើខ្ញុំមិនបានសន្យាថានឹងការពារគ្រួសាររបស់លីសៀងរយៈពេល3ឆ្នាំទេហេតុអ្វីខ្ញុំគួរអត់ធ្មត់នឹងភាពឆ្លើយរបស់អ្នកបន្ទាប់ពី3ថ្ងៃបន្ទាប់មកខ្ញុំបានចាក់ចេញខ្ញុំនិងលីជាលែងមានអ្វីពាក់ព័ន្ធគ្នាទៀតហើយតើអ្នកគិតថាការធ្វើពុតជាខ្លងនឹងធ្វើឲ្យរឿងទាំងអស់នេះបន្តទៅមុខទៀតមែនទេសុំទោសភ្លាមមនុស្សអាក្រក់អើយខ្ញុំបានព្រមានអ្នកច្រើនដងហើយឲ្យមានការគោរពនិងឆ្លើយអ្នកមិនបានស្ដាប់អ្វីដែលខ្ញុំនិយាយទេប៉ាបិទមាត់ទៅប៉ុណ្ណឹងហើយនេះជាទុក្ខលំបាកស្នេហារបស់ខ្ញុំវាត្រូវការពេល3ឆ្នាំនៃការស៊ូទ្រាំដើម្បីយកឈ្នះលើទុក្ខលំបាកដោយជោគជ័យសម្រេចបាននូវគុណសម្បត្តិល្អឥតខ្ចោះភ្លាមកុំធ្វើអ្វីដោយមិនគិតពិចារណាហើយបង្កឲ្យមានហេតុការណ៍ធំមួយលោកគ្រូលីតើលោកគ្រូគិតថាលោកគ្រូគ្រាន់តែធ្វើពុតជាមានអកប្បកិរិយាល្អមែនទេខ្ញុំអាចស្នាក់នៅលីជាងដោយគ្មានកំណត់បានទេពូនិងមីងពូរបស់ខ្ញុំឈ្មោះលីដុងយ៉ាងជាអភិបាលខេត្តណានគ្រូសាលូចង់បង្កើតសម្ព័ន្ធភាពអាពាហ៍ពិពាហ៍ជាមួយគ្រូសាលីតើអត្តសញ្ញាណនេះគ្រប់គ្រាន់ទេអភិបាលខេត្តភៀកខាងត្បូងលោកគ្រូលីខ្ញុំចង់លោកគ្រូណាស់ខ្ញុំនឹងទុកកម្លាំងរបស់ខ្ញុំឥឡូវនេះផ្លាស់ទីទៅម្ខាងខ្ញុំនិងជេនសៀវស្រឡាញ់គ្នាបើមិនមែនដោយសារភ្នែកអាក្រក់នេះទេពួកគេបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេរួចហើយមីងខ្ញុំជាក្មួយស្រីរបស់អភិបាលខេត្តប្រុសម្នាក់គាត់ល្អគ្រប់គ្រាន់សម្រាប់បងប្រុសឆេនឈៀវមែនទេសំនឹងទទួលបានវាបន្ទាប់មកអ្នកលុបចោលទំនាក់ទំនងរបស់ Shelly និង Chen Cheo ទីង Fayan 3ថ្ងៃក្រោយមកខ្ញុំបានហៅពុកម្ដាយខ្ញុំមកភ្លាមកំពុងពិភាក្សាអំពីអាពាហ៍ពិពាហ៍របស់ខ្ញុំជាមួយ Chen Cheo យល់ព្រមស្វាមីខ្ញុំម្នាក់ជានារីព្រៃមកពីតំបន់ភ្នំម្នាក់ជាក្មួយស្រីរបស់ម្ចាស់ហាងប្រុសតើអ្នកមិនអាចប្រាប់បានទេថាអ្នកណាថ្លៃថ្នូរអ្នកណាទៀតពួកអើយហេតុអ្វីមិនឆ្លៀតឱកាសនេះតើយើងគួរបណ្ដេញក្មេងស្រីជនបទនេះចេញទេស្វាមីខ្ញុំដោយសារតែសុបិនមួយអ្នកអនុញ្ញាតឲ្យ Shirley ដឹកជញ្ជូនដោយសេរីនៅលេយ៉ាងរយៈពេល3ឆ្នាំឥឡូវនេះកូនប្រុសរបស់ខ្ញុំមានជម្រើសល្អជាងតើអ្នកនៅតែស្ទាក់ស្ទើរដើម្បីអ្វីសុបិនអ្វីឪពុកម្ដាយចម្ងាយ10ម៉ាយតើគាត់ជានរណាឲ្យប្រកាសហេតុអ្វីបានជាអ្នកទូចឲ្យខ្ញុំរៀបការជាមួយនាងខ្ញុំមានសុបិនមួយកាលពី3ឆ្នាំមុនលោក Lai Zhendong Gwen Nan Leja Lao Zelichu Nan អ្នកត្រូវតែចាំអ្វីដែលខ្ញុំហៀបនឹងនិយាយបុកបរោះគ្រូសាលីនឹងរងការសម្លាប់រង្គាលក្នុងរយៈពេល3ឆ្នាំឈីលីនគឺជាទេពធីតាដែលខ្ញុំបានអញ្ជើញឲ្យមកការពារគ្រូសាលីគាត់អាចទប់ទល់នឹងព្យុះនេះបានដោយសុវត្ថិភាពនៅផ្ទះរបស់លីអ្នកមិនគួរមើលរំលងគាត់ឡើយចងចាំយើងត្រូវតែធ្វើឲ្យប្រាកដថាលីជេនសៀវរៀបការជាមួយទេពធីតាគាត់អាចរស់នៅបាន100ឆ្នាំដោយបង្កើតគ្រួសារពួកវាទាំងអស់គឺដោយសារតែសុបិនដែលអ្នកមានគាត់ចង់ឲ្យ Chen Cheo រៀបការជាមួយនារីដែលគាត់មិនស្រឡាញ់តើវាមិនអបិយជំនឿពេកទេមែនហើយក្រុមគ្រួសាររបស់លីស៊ូលីសម្រេចបានឋានៈបច្ចុប្បន្នរបស់ខ្លួនវាទាំងអស់គឺអាស្រ័យលើការសម្រេចចិត្តដ៏ក្លាហានរបស់អ្នកភាពវៃឆ្លាតនិងប្រាជ្ញារបស់ហេលីសៅតើនេះមានអ្វីពាក់ព័ន្ធនឹងជនល្ងង់នៅប្រទេសនោះស្វាមីឲ្យខ្ញុំបានរកមើលពងសាវតាគ្រួសារជាពិសេសលីស៊ីយូណានជាការពិតណាស់ក្តីស្រមៃរបស់ខ្ញុំក្នុងការសាងសង់ផ្ទះផ្ទាល់ខ្លួនគឺពិតជាប្រាកដនិយមពេកហើយខ្ញុំមិនជឿទេប៉ាតើយើងកំពុងរស់នៅក្នុងសម័យកាលណាអ្នកនៅតែប្រើវិធីសាស្ត្រផ្អែកលើសុបិននោះមែនទេបងឈុនសៀវតើបងនឹងជ្រើសរើសខ្ញុំឬគាត់ខ្ញុំបានគ្រប់គ្រាន់ហើយ
ម្ចាស់ដែលមានភ្នែកដ៏ឆ្លាតវៃមិនគួរឲ្យមើលងាយឡើយទៅផ្ទះបោះបង់សូមអភ័យទោសអ្នកនាងលូខ្ញុំមិនអាចលុបចោលបានទេសូមត្រឡប់ទៅវិញខ្ញុំនឹងសូមឲ្យអ្នកស្រីលូរងចាំយើងថតនៅថ្ងៃមួយទៀតពូអ្នកពិតជាធ្ងន់ធ្ងរពេកហើយខ្ញុំនឹងទៅឥឡូវនេះអ្នកនាងលូសូមកុំប្រកាន់អីខ្ញុំនឹងនិយាយអំពីពូរបស់អ្នកនៅពេលក្រោយខ្ញុំពិតជាគាំទ្រអ្នកនៅជាមួយ Chen Chel អរគុណមីងបរិះចំណាស់មានផ្ទៃពោះរបស់អ្នកគ្រាន់តែដោយសារតែសុបិនរបស់ដូនតាម្នាក់អ្នកបានបដិសេធគ្រួសារលូខ្ញុំមិនទាន់ចប់ជាមួយអ្នកនៅឡើយទេពេលឆ្នាំនេះគ្រួសារលីបានរីកចម្រើននិងពង្រីកខ្លួនយ៉ាងឆាប់រហ័សពួកគេបានក្លាយជាគ្រួសារធំជាងគេទី5នៅក្នុងខេត្តជាងតើវាពិតជាមិនពិតទេដែលរឿងនេះមិនមានអ្វីទាក់ទងនឹងសមត្ថភាពអ្នកគួរតែចងចាំរឿងនេះស៊ីលីអ្នកសមនឹងទទួលបានការទះកំភ្លៀងពីយីនហេតុអ្វីបានជាអ្នកចង់ជួយគាត់សងសឹកស៊ីលីទៅធ្វើអាហារពេលព្រឹកថ្មីទៅភ្លើងបំភ្លឺអ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់រហូតដល់ខ្ញុំបាត់បង់ចំណង់អាហារម្ហូបរបស់យ៉េងម៉ែក៏ឆ្ងាញ់ដែរអនុញ្ញាតឲ្យគាត់ធ្វើវាស៊ីលីនអ្នកកំពុងធ្វើហួសហេតុពេកហើយអ្នកកំពុងធ្វើដូចក្មេងអ្នកបានញ៉ាំនឹងផឹកដោយឥតគិតថ្លៃនៅផ្ទះគ្រួសារលីរបស់ខ្ញុំអស់រយៈពេល3ឆ្នាំពេញតើវាត្រូវចំណាយអស់ប៉ុន្មានសម្រាប់យើងមានរឿងអ្វីកើតឡើងបើសុំអ្នកធ្វើម្ហូបខ្លះមិនអីទេអ្នកមិនទាន់រៀបការជាមួយគ្រួសារលីរបស់យើងនៅឡើយទេអ្នកហ៊ានមិនស្ដាប់បង្គាប់ខ្ញុំមែនទេប្រសិនបើអ្នករៀបការជាមួយគ្រួសារលីខ្ញុំត្រូវតស៊ូជាមួយគាត់រាល់ថ្ងៃកូនប្រុសកម្លាំងរបស់លូយីនីនថ្លៃធ្នូជាងនេះទៅទៀតអ្នកគួរតែទៅព្យាយាមបញ្ចុះបញ្ចូលឪពុករបស់អ្នកសូមឲ្យគាត់លុបចោលពិធីជប់លៀងអាពាហ៍ពិពាហ៍សម្ព័ន្ធភាពអាពាហ៍ពិពាហ៍ជាមួយគ្រួសារលូកុំបារម្ភអីម៉ាក់ខ្ញុំពិតជានឹងបញ្ចុះបញ្ចូលឪពុកខ្ញុំតើអ្នកកំពុងធ្វើអ្វីលោកម្ចាស់ខ្ញុំទើបតែទទួលបានសារមួយលោកលីដុងយ៉ាងអភិបាលខេត្តណានពិធីជប់លៀងមួយនឹងត្រូវធ្វើឡើងនៅសន្តាគារជាងចេញពីថ្ងៃក្រោយមកអស្ចារ្យណាស់បើអ្នកអាចយល់ពីចំណុចល្អរបស់មេបញ្ជាការលីនេះជាកន្លែងដែលឱកាសមកពីត្រូវហើយយើងទើបតែក្លាយជាគ្រួសារធំទី5គ្រឹះរយៈវាចាំបាច់ក្នុងការស្វែងរកអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលប៊ូតលើសូមរៀបចំអំណោយអាពាហ៍ពិពាហ៍ក្នុងរយៈពេល 2-3 ថ្ងៃខាងមុខខ្ញុំចង់ជួបមេបញ្ជាការលីផ្ទាល់ប៉ុន្តែឡើយយ៉ានមេបញ្ជាការលីមិនបានផ្ញើលិខិតអញ្ជើញមកយើងទេធ្វើការស្នើសុំយ៉ាងប្រញាប់ប្រញាល់ដើម្បីមើលខ្លាចកូនប្រុសមិនមែនជាក្មួយស្រីរបស់មេបញ្ជាការលឺយិនមែនទេតើវាមិនមែនជាបញ្ហាសម្រាប់អ្នកទើបក្នុងការសុំលិខិតអញ្ជើញពីគាត់នេះជារឿងតូចតាចមួយសម្រាប់គាត់ប្រកាសជាគ្មានបញ្ហាទេសម្លាញ់ឲ្យមើលផ្លែពេនោះចុះក្រៅពីការផ្ទុកដោយសេរីនិងការប្រឆាំងនឹងខ្ញុំតើអាចធ្វើអ្វីទៀតបានឥឡូវជ្រើសរើសជាវ៉ៃឬលឺយិនអ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើមែនទេចូលចាប់ផ្ដើមជាមួយពិធីជប់លៀងភ្ជាប់ពាក្យរបស់ Shelly និង Chen Chel បោះបង់សម្លាញ់ឲ្យទីបំផុតអ្នកយល់ហើយល្អណាស់ប៉ាខ្ញុំនឹងទៅរកយីនីនឥឡូវនេះជាវហាតោះផឹកសូមអបអរសាទរ Chen Chel អស្ចារ្យណាស់ទីបំផុតអ្នកបានភ្ជាប់ពាក្យជាមួយ Shelly ហើយគ្មានអ្នកណាបញ្ឈប់យើងបានទៀតទេចូលមកបន្តទៅអញ្ចឹងសូមអបអរសាទរជាមុនតោះផឹកស្រាដើម្បីអបអរសាទរយល់ព្រមតោះផឹករហូតដល់យើងស្រវឹងយប់នេះហាជាវស៊ីនហឹមពូរបស់អ្នកគឺមេបញ្ជាការលីនឹងរៀបចំពិធីជប់លៀងមួយនៅថ្ងៃស្អែកតើអ្នកអាចផ្ដល់លិខិតអញ្ជើញពីមកខ្ញុំបានទេវាគ្មានអ្វីទេចេងសៀវចង់ផ្គប់ចិត្តខ្ញុំបានលុបចោលពិធីជប់លៀងភ្ជាប់ពាក្យរបស់យើងនៅថ្ងៃស្អែករួចហើយតើអ្នកអាចបន្តការមករដូវរបស់អ្នកដោយមិនខ្មាស់អៀនដោយរបៀបណាផឹកតែពេលស្រវឹងការផ្ដាច់ខ្លួនខាងវិញ្ញាណអ្នកបានធ្វើឲ្យខ្ញុំឈឺចាប់បែបនេះខ្ញុំបានលុបចោលពិធីជប់លៀងភ្ជាប់ពាក្យអ្នកមិនខឹងទេបោះបង់ខ្ញុំមិនខ្វល់ទេថ្ងៃស្អែកជាថ្ងៃចុងក្រោយហើយវាពិតជារឿងមនោសញ្ចេតនាមែនពួកគេមិនអាចត្រូវបានបណ្តេញចេញបានទេ
ទេពអប្សរឲ្យខ្ញុំបានធ្វើដូចដែលអ្នកបានបញ្ជាហើយការអញ្ជើញនេះត្រូវបានផ្ញើទៅកាន់ទីក្រុងលីជាងខ្ញុំឆ្ងល់ថាតើលោកលីនឹងមានសំណាងគ្រប់គ្រាន់ក្នុងការអ្នកស្រីសេនត្រូវបានអញ្ជើញឲ្យចូលរួមពិធីជប់លៀងអាហារពេលល្ងាចថ្ងៃស្អែកគាត់រដូវក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះគាត់ទទួលបានការគាំទ្រដោយសម្ងាត់យ៉ាងច្រើនពីលោកលីដុងយ៉ាងមិនអីទេជួបគ្នាមុនពេលខ្ញុំចាក់ចេញឡខ្ញុំនឹងទៅយល់ព្រមបន្ទាប់មកខ្ញុំនឹងរងចាំការមកដល់របស់អ្នកនៅថ្ងៃស្អែកគ្រោះមហន្តរាយដ៏ធំដែលនឹងប៉ះពាល់ដល់គ្រួសារនឹងត្រូវលុបបំបាត់ចោលក្នុងពេលឆាប់នេះខ្ញុំអាចចាក់ចេញនៅថ្ងៃស្អែកបងប្រុសចេនសៀវពូរបស់ខ្ញុំបាននិយាយថាការអញ្ជើញនេះមានតម្រូវការខ្ពស់ដូច្នេះការអញ្ជើញពីរគឺគ្រប់គ្រាន់ហើយពូរបស់ខ្ញុំបានបដិសេធខ្ញុំរួចហើយខ្ញុំមិនបានទទួលការអញ្ជើញតតែសោះតើពួកគេមកពីណាអ្នកនាងលូអរគុណច្រើនកំណាព្យឲ្យខ្លីតោះចូលទៅជាមួយគ្នាហេតុអ្វីខ្ញុំមិនដែលកត់សម្គាល់ឃើញថាគាត់ស្អាតប៉ុណ្ណាពីមុនមក10ម៉ាយអ្នកល្ងងស្រុកអើយតើអ្នកមានសិទ្ធិអ្វីមកនៅទីនេះស៊ីលីនប្រញាប់ត្រឡប់មកវិញនេះមិនមែនជាកន្លែងសម្រាប់អ្នកធ្វើសកម្មភាពដោយខ្ញុំបានមកតាមការអញ្ជើញរបស់នរណាម្នាក់វាមិនមានអ្វីតាក់ទងនឹងអ្នកទេបើកផ្លូវឲ្យ10ម៉ាយការអញ្ជើញនេះត្រូវបានផ្ដល់ជូនដោយអ្នកស្រីលូកញ្ញាលូវាអាចយល់បានយ៉ាងច្បាស់ក្នុងការចង់ធ្វើជាដៃគូស្រីសម្រាប់យប់នោះបើមិនដូច្នោះទេអ្នកមិនគួរចូលទៅទេវាត្រូវបានផ្ដល់ឲ្យអ្នកដោយនាងអ្វីទៀតអ្នកដែលយាមអ្នកនិពន្ធនៅខាងក្នុងគឺពូរបស់ខ្ញុំការទទួលបានលិខិតអញ្ជើញពីរគឺគ្រាន់តែជាបញ្ហានៃពាក្យមួយប៉ុណ្ណោះតាមដែលខ្ញុំដឹងម្ដាយរបស់អ្នកមិនមែនជាប្អូនស្រីបង្កើតរបស់លីដុងយ៉ាងទេផ្ទុយទៅវិញនាងគឺជាកូនស្រីដែលត្រូវបានគ្រួសារលីយកទៅចិញ្ចឹមដូច្នេះទំនាក់ទំនងរបស់ពួកគេគាត់មិនធ្វើឲ្យអ្នកខូចចិត្តប៉ុន្មានទេសៀវលីបានបង្ហាញខ្លួនតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះគាត់មិនសមនឹងសុំទោសអ្នកនាងលូទេអ្នកគ្រាន់តែជាគ្រួសារមួយដែលត្រូវបានបង្កើតឡើងប៉ុណ្ណោះអ្នកដែលត្រូវបានបណ្ដេញចេញពីផ្ទះឆ្កែចិញ្ចឹមក្នុងស្រុកតើអ្នកមានសិទ្ធិអ្វីមកធ្វើខ្លួនឲ្យខ្ពស់ជាងខ្ញុំស្ដើងតើអ្នកមិនទាន់បានបង្កើតសម្លេងរំខានគ្រប់គ្រាន់ទេពេលមានភ្ញៀវច្រើនកំពុងមើលប្រសិនបើអ្នកពិតជាចង់មកហើយពង្រីកការយល់ដឹងរបស់អ្នកពេលចូលទៅក្នុងហើយចូលនិយាយឲ្យតិចតាមដែលអាចធ្វើឲ្យខ្ញុំខ្មាស់អៀនអីអ្នកចូលទៅមុនខ្ញុំនឹងចូលទៅពេលក្រោយតើអ្នកគិតថាអ្នកជានរណាអ្នកអាចចូលទៅបានតែពេលណាដែលអ្នកចង់បានតើអ្នកមានការអញ្ជើញទេតើអ្នកមានអ្វីដែលខ្ញុំមិនមានទេពិធីជប់លៀងនេះត្រូវបានរៀបចំដោយពូរបស់ខ្ញុំហេតុអ្វីខ្ញុំត្រូវការអញ្ជើញសូមបង្ហាញលិខិតអញ្ជើញមកខ្ញុំកញ្ញាលូបានមកជាមួយយើងអ្នកស្រីលូពិតជាស្ងប់ស្ងាត់ពេកហើយខ្ញុំមិនចង់ប្រើប្រាស់សិទ្ធិរបស់ខ្ញុំដើម្បីចូលទេនេះជាចរិតពិតរបស់កូនស្រីក្នុងគ្រួសារដ៏មានឋានៈមួយការអញ្ជើញនេះដំណើរការល្អខ្ញុំអាចចូលទៅបានឥឡូវនេះតើអ្នកកំពុងរង់ចាំអ្វីតាមដានទាំងអស់គ្នាតើ Shirley ចង់ធ្វើអ្វីឲ្យប្រាកដអ្នកទាំងនេះសុទ្ធតែជាមនុស្សសំខាន់ដែលមានទ្រព្យសម្បត្តិច្រើនឬមានអំណាចកុំអង្វរខ្ញុំឲ្យការពារអ្នកឥឡូវនេះព្រោះអ្នកបានបង្កបញ្ហាហើយបងប្រុសចេនសៀវតោះទៅឲ្យលឿនបើពួកខ្ញុំមកឃើញថាយើងមិនទាន់មកដល់គាត់ច្បាស់ជាមិនសប្បាយចិត្តមែនគ្រាន់តែឈរនៅទីនោះដោយរឹងរូសអ្នកនាងថ្នាក់លើរបស់អ្នកបានបញ្ជាឲ្យខ្ញុំមកទទួលអ្នកសូមចូលមកមែនហើយដោយសារយើងមិនបានជួបមុខគ្នាយូរហើយខ្ញុំគ្រាន់តែចង់និយាយស្រីដែលអ្នកអាចចូលទៅចិត្តបានវាកំពុងលូតលាស់ល្អតើអ្នកចូលចិត្តវានៅពេលក្រោយទេហើយអ្នកស្រីសូមរងចាំមួយផ្លែតថ្នាក់លើរបស់អ្នកនឹងមកគោលវិញ្ញាណខណ្ឌក្នុងពេលឆាប់នេះព្រៃថ្មតើអ្នកណាទើបនាំអ្នកចូលមកបើវិនិច្ឆ័យពីសម្លៀកបំពាក់របស់គាត់ហាក់ដូចជាម្នាក់ក្នុងចំណោមមនុស្សរបស់មេបញ្ជាការតើអ្នកមានទំនាក់ទំនងអ្វីមនុស្សឈួតនេះហាក់ដូចជាយកគ្រប់យ៉ាងវាពិតជាមិនសំខាន់ទេថាគាត់ជាអ្វីគ្មានអ្វីចម្លែកទេដែលអ្នកស្ងប់ស្ងាត់បែបនេះទោះបីជាគ្មានការអញ្ជើញក៏ដោយដូច្នេះហើយបានជានាងបានភ្ជាប់ទំនាក់ទំនងជាមួយជំនួយការរោវាហាក់ដូចជាអ្នកកំពុងធ្វើការដូចទាសករនៅផ្ទះរបស់លីប៉ុន្តែចិត្តរបស់អ្នកមិននៅក្នុងវាទេប៉ុន្តែវាបានហោះទៅផ្ទះរបស់ជំនួយការយ៉ាវរួចហើយតើអ្នកពន្យល់ពីពាក្យ10ម៉ាយយ៉ាងដូចម្ដេចខ្ញុំមិនចាំបាច់ពន្យល់អ្នកទេតើមានអ្វីកើតឡើងនៅស៊ីលីគាត់យល់ច្រឡំខ្ញុំពីមុនពួកគេនឹងពន្យល់ខ្ញុំភ្លាមហើយសុំទោសអ្នកទាំងពីរគួរតែនិយាយតិចជាងនេះ
ស៊ីវ័យនៅផ្ទះរាល់ថ្ងៃជំនួយការចៅក៏បានមកដល់យាងចេញកាលពី2ថ្ងៃមុនដែរតើពួកគេអាចមានពេលជួបគ្នាដោយរបៀបណាហេតុអ្វីបានជាជំនួយការយ៉ាវចង់នាំគាត់ចូលមកយីងនិយាយត្រូវខ្ញុំគិតថាពិតជាមានអ្វីខុសហើយខ្ញុំឃើញស៊ីលីនគឺដោយសារតែយើងបានលុបចោលពិធីជប់លៀងភ្ជាប់ពាក្យរបស់យើងដូច្នេះគាត់ចេតនាទៅជួបជំនួយការរ៉ាវកំពុងស្វែងរកអ្នកគាំទ្រធំជាងខ្ញុំជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ្នកឧបត្ថម្ភវាគ្រាន់តែថាគ្រូសាលីរបស់អ្នកខ្វាក់ភ្នែកប៉ុណ្ណោះអ្នកពិតជាធំឡើងហើយមែនទេតើពួកគេហ៊ានប្រមាថយើងដោយរបៀបណាគ្រូសាលីរបស់ខ្ញុំបានប្រព្រឹត្តចំពោះអ្នកយ៉ាងល្អអស់រយៈពេល10ម៉ោងឯងហ៊ានធ្វើឲ្យគ្រូសាលីរបស់យើងខ្មាស់អៀនម្លេះប្រញាប់ត្រឡប់មកវិញខ្ញុំនឹងនិយាយវាម្ដងទៀតវត្តមានរបស់ខ្ញុំនៅទីនេះមិនមានអ្វីតាក់ទងនឹងអ្នកទេបើឯងរំខានខ្ញុំម្ដងទៀតចេញពីទីនេះទៅមនុស្សល្ងងម្នាក់នេះគំរូពួកគេក៏បាននិយាយថាអ្នកមិនបានតាក់ទងជាមួយយ៉ាវឈូដែរបើមិនមែនដោយសារការគ្រប់គ្រងពីយ៉ាវឈីឡើយទេហ៊ានអួតខ្លួនបែបនេះម្លេះស៊ីលីនហេតុអ្វីខ្ញុំមិនដែលកត់សម្គាល់ថាអ្នកបែបនេះពីមុនមកស្ត្រីថោកទាបអាហឺប៉ុណ្ណឹងហើយមនុស្សម្នាក់នេះមិនសំបីតែមិនអីទេតើអ្នកហ៊ានវាអ្នកនាងលូយ៉ាងដូចម្ដេចស៊ីលីអ្នកគួរតែសុំទោសអ្នកនាងលូជាបន្ទាន់នាងគឺជាក្មួយស្រីរបស់មេបញ្ជាការលីផ្ទាល់បើអ្នកធ្វើឲ្យអ្នកនាងលូអាអន់ចិត្តអ្នកនឹងបាត់បង់ជីវិតគិតថាអ្នកអាចសុំទោសខ្ញុំហើយចាក់ចេញពីខ្ញុំមែនទេវាមិនងាយស្រួលនោះទេខ្ញុំនឹងធ្វើឲ្យអ្នកលុតជង្គង់ចុះហើយសុំទោសខ្ញុំអនុញ្ញាតឲ្យខ្ញុំទះអ្នក100ដងទៀតតើអ្នកបានរស់នៅគ្រប់គ្រាន់ហើយឬនៅមេបញ្ជាការលីអ្នកបាននិយាយថាថ្ងៃនេះយើងនឹងទទួលបានមួយដ៏ខ្ពង់ខ្ពស់និងគួរឲ្យគោរពតើវាជាអ្នកណាខ្ញុំទើបតែទទួលបានការយល់ព្រមពីទេពធីតាកាពី2-3ថ្ងៃមុនខ្ញុំបានយល់ព្រមជួបអ្នកនឹងឃើញព្រះនាងនៅពេលក្រោយត្រូវប្រកាសថាគោរពមិនត្រូវមានភាពឆ្លើយឬការធ្វេសប្រហែសអ្វីទាំងអស់ទេពធីតាមានពាក្យចាំអារម្មណ៍ថាមានអ្នកអនុវត្តម្នាក់នៅប្រទេសចិនទេពធីតារាជ្វង្សមួយអង្គដែលមានអាយុកាល1000ឆ្នាំតើមនុស្សម្នាក់អាចទទួលបានងារជាទេពធីតាពីទេពធីតាបានទេបន្ទាប់មកយូហ្គានឹងរីកចម្រើនរយៈពេល100ឆ្នាំនោះមិនចាំបាច់មិនអាចទៅរួចទេពេលខ្ញុំឃើញទេពធីតាខ្ញុំពិតជានឹងអន់ក្បាល3ដងនិងអន់ក្បាល9ដងខ្ញុំសូមអង្វរដោយស្មោះអស់ពីចិត្តឲ្យទេពធីតាមានបន្ទូលនៅចំពោះមុខខ្ញុំអូស្វែងរកខ្ញុំអូមកជាមួយខ្ញុំដើម្បីមើលព្រះនាងមិនអីទេអូនរស់នៅបានគ្រប់គ្រាន់ហើយមែនទេតើអូរ៉ារបស់គាត់អាចមានឥទ្ធិពលខ្លាំងយ៉ាងនេះដោយរបៀបណាគួរឲ្យខ្លាចណាស់តើអ្នកសុខសប្បាយជាទេក្មេងស្រីនោះមកពីគ្រួសារលីគួរឲ្យភ្ញាក់ផ្អើលណាស់នៅក្នុងពិធីជប់លៀងរបស់មេបញ្ជាការលីវាក្មួយស្រីរបស់មន្ត្រីលីខ្ញុំពិតជាគ្រប់គ្រាន់ហើយក្នុងការរស់នៅនេះច្បាស់ណាស់ថាជាការទះកំភ្លៀងមេបញ្ជាការលីមេតបលីមិនព្រមឲ្យក្មេងស្រីនោះរួចខ្លួនទេទោះបីជាពួកគេខ្លាចក្រុមគ្រួសាររបស់ឆេងលេក៏ដោយក៏ពួកគេនឹងមិនអាកប្បកិរិយារបស់អ្នកចំពោះអ្នកនាងលូថ្ងៃនេះវាមិនមានអ្វីតាក់ទងនឹងគ្រួសារខ្ញុំទេអ្នកនឹងទទួលផលវិបាកដោយខ្លួនឯងបុគ្គលិកលក្ខណៈរបស់រស់យានយើងនឹងមិនទុកឲ្យរឿងនេះកន្លងផុតទៅឡើយគាត់ក៏នឹងបំភ្លឺនិងបន្ថែមភាពតាក់ទាញដល់រឿងនេះនៅចំពោះមុខមេបញ្ជាការលីផងដែរយើងពិតជាមិនអាចអនុញ្ញាតឲ្យមេបញ្ជាការលីធ្វើសកម្មភាពដោយចេតនាប្រឆាំងនឹងលីកាស៊ីងបានទេ10ម៉ាយពីថ្ងៃនេះយើងខ្ញុំលីជាកំពុងផ្ដាច់ទំនាក់ទំនងជាមួយអ្នកតើអ្នកប្រកាសទេថាអ្នកចង់ផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារខ្ញុំមែនហើយអ្នកគួរតែត្រឡប់ទៅវិញហើយវេចខ្ចប់របស់អ្នកឥឡូវនេះចេញពីលីជាតើអ្នកក៏នឹងដេញតាម Capricorn ដែរទេបងប្រុសឆាន់ឈៀវតើអ្នកនឹងទុកឲ្យគាត់វាយខ្ញុំហើយមិនធ្វើអ្វីទាំងអស់មែនទេជាការពិតណាស់ខ្ញុំនឹងស្ដាប់អ្នកតើអ្នកចង់បានអ្វីបន្ទាប់មកខ្ញុំត្រូវការឲ្យអ្នកទះគាត់100ដងសម្រាប់ខ្ញុំឲ្យគាត់លុតជង្គង់ចុះហើយសុំទោសខ្ញុំម្ដងទៀតតើវាអាចទៅរួចទេដែលអ្នកនៅតែមានអារម្មណ៍ចំពោះគាត់តើវាអាចទៅរួចដោយរបៀបណាខ្ញុំខ្លាចថាមេបញ្ជាការលីនឹងខឹងយ៉ាងណាមិញនេះគឺជាពិធីជប់លៀងរបស់មេបញ្ជាការលីតើមានអ្វីដែលត្រូវខ្លាចមេបញ្ជាការលីគឺជាពូរបស់ខ្ញុំប្រសិនបើពូរបស់ខ្ញុំនៅទីនេះពួកគេពិតជានឹងជួយខ្ញុំសងសឹកបងប្រុសអមតៈប្រញាប់ឡើងហើយធ្វើវាទៅស៊ីលីនអ្នកបានសុំរឿងនេះតើអ្នកប្រកាសថាអ្នកចង់វាយខ្ញុំមែនទេបងប្រុសចេនសៀវបើមិនចាត់វិធានការភ្លាមទេខ្ញុំចាប់ផ្ដើមសង្ស័យថាតើអ្នកនៅស្រឡាញ់ខ្ញុំឬអត់លុតជង្គង់សុំទោសយិនការទះកំភ្លៀងនេះសូមចាត់ទុកថាវាជាតម្លៃដែលខ្ញុំបានចំណាយសម្រាប់ការយកឈ្នះលើទុក្ខលំបាកនៃសេចក្តីស្រឡាញ់នៃស្នេហាឥឡូវនេះត្រូវបានយកឈ្នះខ្ញុំលែងមានទំនាក់ទំនងជាមួយឆេនឈៀវទៀតហើយនិងក្រុមគ្រួសារលីរបស់អ្នកខ្ញុំនឹងមិនជួយអ្នកទៀតទេមិនថាអ្នករស់ឬស្លាប់ឡើយធ្វើពុតជាអ្នកសង្គ្រោះមួយប្រភេទអ្នកមិនបាននាំមកនៅគ្រោះមហន្តរាយដល់គ្រួសារលីរបស់ខ្ញុំទេអរគុណច្រើនតើអ្នកគិតថាអ្នកជានរណាមានតែអត្តសញ្ញាណក្មួយស្រីរបស់មេនៃព្រះប្រុសរបស់ខ្ញុំប៉ុណ្ណោះមានតែពេលនោះទេដែលយើងអាចជួយលេយ៉ាងបានចេញពីទីនេះនៅសល់3ម៉ោងទៀតគ្រួសារលីរបស់អ្នកនឹងអាចឆ្លងកាត់គ្រោះមហន្តរាយដ៏ធំនេះបានអាណិតអ្នកខ្វាក់ភ្នែកតើគាត់ចង់មានន័យយ៉ាងណាតើវាអាចទៅបានទេថាគាត់ពិតជាមកការពារគ្រួសារលីរបស់ខ្ញុំលែងការពារលេជានេះទៀតហើយ
ទេតើពួកគេបានទៅណាតើពួកគេបានទៅណាទាំងអស់គ្នាមានរឿងអ្វីកើតឡើងមែនហើយមានរឿងអ្វីកើតឡើងហាពួកគេថែមទាំងបាននិយាយថាវាជាក្រុមហ៊ុនរ៉ៃរបស់គ្រួសារលីទៀតផងច្បាស់ណាស់ថាអ្នកជាខ្មោចកំហឹងរបស់អ្នកដែលអួតអាងតើខ្ញុំទើបតែឃើញអ្វីតើវាជាសត្វហ្វូនិកមែនទេខ្ញុំក៏បានឃើញវាដែរតើកន្ទុយបារីនោះជាអាទិទេពឬអ្វីដែលលោកលូស៊ូសុងបាននិយាយគឺជាការពិតស៊ីលីសេនគឺជាទេពធីតារាច្បងមួយប្រភេទពូយេកុំចាញ់បោកគាត់អីនេះត្រូវតែជាផ្កានៃពិភពលោកបែបផែនពិសេសគឺជាវិធីសាស្ត្រទេនឹងអាចកំបាំងរបស់គាត់ប៉ុន្តែប្រសិនបើនេះជាបែបផែនពិសេសរបៀបដែលវាត្រូវបានបំផ្លាញគឺប្រាកដនិយមពេកមើលគួរឲ្យអស់សំណើចណាស់យកប្រអប់ប៉ូលីសមកឲ្យលឿនប្រញាប់ឡើងរហ័សខ្សែដៃបានបន្លឺឡើងនាងត្រូវតែជាទេពធីតាតើជីតាទេពធីតាជានរណាកាលពី300ឆ្នាំមុនបុព្វបុរសនៃគ្រួសារស៊ូបានទៅរាជធានីដើម្បីប្រឡងយកងារជាអធិរាជជួបជាមួយចោលប្លន់ស្ទើរតែបាត់បង់ជីវិតរបស់គាត់បើគ្មានលុយទេសូមប្រថុយជីវិតខ្លួនឯងទៅអរគុណទេពអប្សរបើគ្មានទេពធីតាបើគ្មានគ្រួសារស៊ូទេយើងមានថ្ងៃនេះជូសៀវបានចេញដំណើរយ៉ាងលឿនទៅកាន់កន្លែងដែលពន្លឺពណ៌មាសបានកើតឡើងយកព្រះនាងមកវិញរួមគ្នាជាទាហាននៃគ្រួសារស៊ូប៉ាតានេះជាគោលការណ៍ដូនតារបស់គ្រួសារស៊ូមែនទេកូនចៅគ្រួសារស៊ូមិនអាចរៀបការមុនអាយុ30ឆ្នាំបានទេបើមិនដូច្នោះទេពួកគេនឹងត្រូវរងទុក្ខវេទនានៅស្ថានសួគ៌នាងក៏ជាទេពធីតាម្នាក់ដែរនោះគឺបុព្វបុរសតែងតែចងចាំព្រះគុណដែលបានជួយសង្គ្រោះជីវិតរបស់ទេពធីតានិងបានបង្កើតគោលការណ៍ដូនតាមុនអាយុ30ឆ្នាំបុរសនៃគ្រួសារស៊ូយើងត្រូវតែខិតខំអស់ពីសមត្ថភាពដើម្បីស្វែងរកទេពធីតាហើយស្រឡាញ់គាត់ប្រសិនបើអ្នកមិនទាន់រកឃើញវានៅអាយុ30ឆ្នាំទេមានតែពេលនោះទេទើបអាចរៀបការនិងមានកូនបានខ្សែក្រហមនៅលើកដៃរបស់សាលាចាស់នេះគឺជាទំនាក់ទំនងដែលបានកំណត់ទុកជាមុនរវាងគ្រួសារស៊ូរបស់យើងនិងទេពធីតាវាក៏ជាចំណុចគ្រោងដែលពាក់ព័ន្ធនឹងបុរសនៃគ្រួសារស៊ូផងដែរវាបង្ហាញថាគាត់គឺជាមនុស្សដែលពួកគេកំពុងស្វែងរកជីវសៀវមានអាយុ28ឆ្នាំនៅឆ្នាំនេះប្រសិនបើព្រះនាងត្រូវបានរកឃើញរៀបការជាមួយគាត់ផងប្តីប្រពន្ធទោះបីជាគ្រួសារស៊ូរបស់ខ្ញុំជាគ្រួសារឈានមុខគេនៅក្នុងរាជវង្សដ៏អស្ចារ្យក៏ដោយប៉ុន្តែឥឡូវនេះវាបានឈានដល់ផ្លូវទាស់ហើយប្រសិនបើទេពធីតាអាចរៀបការជាមួយគ្រួសារស៊ូរបស់យើងបានទោះបីជាវាគ្រាន់តែជា2-3ថ្ងៃក៏ដោយអ្នកនឹងនាំមកនូវសំណាងល្អដល់គ្រួសារស៊ូរបស់យើងមានទេពធីតាមួយអង្គគ្រួសារស៊ូរបស់យើងប្រកាសជានឹងទទួលបានពរជ័យពេលវេលាដ៏រុងរឿងមួយទៀតឋានសួគ៌9ដំណើររបស់អ្នកទៅយ៉ែងឆេងយើងត្រូវតែអញ្ជើញទេពធីតាត្រឡប់មកគ្រួសារស៊ូវិញដោយគោរពប្រញាប់ឡើងហើយទៅអ្វីទៅជាបន្ទុកដ៏ធ្ងន់ធ្ងរមួយយ៉ាងណាទៅទេពធីតាខ្ញុំគិតថានាងដូចជាអារក្សច្រើនជាង